មនុស្សយើងម្នាក់ហ្នឹងសិតតែចង់បានល្អអត់មានពីណាចង់បានអាក្រក់ទេប៉ុន្តែវាមិនមែនចេះតែបានតាមចិត្តទេវាមានពេលខ្លះចំណេញវាមានពេលខ្លះខាតវាមានពេលខ្លះសុកវាមានពេលខ្លះទុកវាមានពេលខ្លះគេញឹមដាក់ពេលខ្លះគេអត់ញឹមដាក់វាមានពេលខ្លះជាវាមានពេលខ្លះឈឺចឹងហើយជារឿងធម្មតានៃជីវិតហ្នឹងគ្មានអ្នកណាជៀសផុតទេប៉ុន្តែបើឧទាហរណ៍ថាមានរឿងមិនល្អកើតឡើងនៅក្នុងជីវិតហ្នឹងតើយើងចេះកែច្នៃវាឧបមាដូចថាកំតិចកំទីសេះសល់ពីចក្រានបាយអញ្ចឹងវាមិនល្អទេឬក៏សម្រាមសម្រូចស្លឹកឈើបោះជ្រះទៅវាមិនល្អប៉ុន្តែបើអ្នកឆ្លាតគេចេះកែច្នៃរបស់ហ្នឹងឲ្យទៅជាជីកំប៉ុស្តសម្រាប់ដាំដំណាំបានល្អជាងជីគីមីទៅទៀតណោះហើយលក់បានថ្លៃទៅទៀតរឿងក្នុងជីវិតនេះរឿងបែកបាក់ព្រាត់ប្រាសរឿងខាតឬក៏គេស្ដីបន្ទោសហ្នឹងវាคล้ายទៅជាមេរៀនមួយបង្ហាត់បង្រៀនយើងឲ្យមានស្មារតីរឹងមាំខ្លាំងជាងមុនយើងគិតថាឧបសគ្គក្តីយើងគិតថារឿងរ៉ាវបែកបាក់ព្រាត់ប្រាសក្តីជាមេរៀនជីវិតជាមេរៀនធ្វើឲ្យយើងយល់ដឹងថាអូជីវិតហ្នឹងវាអញ្ចឹងណោះជីវិតហ្នឹងគឺវាត្រូវតែជួបតថភាពសច្ចធម៌អញ្ចឹងតែអញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងវាคล้ายទៅជារឿងមួយធ្វើឲ្យយើងមានសមត្ថភាពគ្រប់គ្រងជីវិតហ្នឹងបានល្អប្រសើរជាងមុនអញ្ចឹងតើយើងចេះកែច្នៃរឿងរ៉ាវដែលមិនល្អក្នុងជីវិតរឿងគេស្ដីរឿងគេថារឿងរស់ស៊ីខាតហ្នឹងថាអូគេស្ដីគេថាទៅបង្រៀនយើងឲ្យចេះរឹងមាំជាងមុនបើរស់ស៊ីខាតអូបង្រៀនយើងឲ្យឆ្លាតជាងមុនវាមិនសូវឆ្លាតឥឡូវនេះយើងអាចឆ្លាតជាងមុនដោយសារជួបរឿងហ្នឹងអញ្ចឹងតើយើងចេះកែច្នៃអញ្ចឹងបើនៅក្នុងធម៌លោកហៅសមាទិដ្ឋិការយល់ត្រូវឬក៏យោនិសោមនសិការៈមានន័យថាអ្នកនឹងប្រកែគិតសូម្បីរឿងអាក្រក់ក៏អាចប្រែคลายរឿងអាក្រក់ឲ្យទៅជារឿងល្អវិញដែរហើយបានលទ្ធផលល្អទៀតអរគុណច្រើន